ជាពលរដ្ឋប្រទេសឃើញជាមួយនឹងសัตว์ពស់មួយក្បាលនេះហើយគាត់អត់ដឹងថាគាត់យកទៅណាទេឥឡូវនេះគាត់សម្រេចចិត្តយកមកប្រឡែងក្នុងវត្តបាទពុកម៉ែបងប្អូនស្គាល់ពស់នេះនៅពស់នេះយើងមានឈ្មោះពីរបងប្អូនអ្នកខ្លះគាត់ហៅថាពស់ត្បាល់ហើយអ្នកខ្លះគាត់ហៅថាពស់ប្រមោយដំរីហើយទៅតាមទៅស្ដាប់ដឹងថាប្រវត្តិរបស់វានឹងយូរយារមកហើយសម័យនគរបងប្អូនគឺគេថាធំណាស់ធំជាងឡាំងស៊ីត្រូក៏មានធំជាងដើមត្នោតក៏មានដែរហើយវាចូលចិត្តរស់នៅក្បែរទឹកមានដើមឈើពេលដែលមានដើមឈើណាធំអីទៅវាស្រួលរស់នៅដើម្បីជួយចាប់ចំណីហើយចំណីវាស៊ីអត់រើសទេបាទខ្លួនវាកាន់តែធំវាស៊ីកាន់តែធំមិនថាដំរីគោក្របីខ្លាតោអីទេគឺវាអាចចាប់បានស៊ីទាំងអស់ទៅតាមមៀតរបស់វាមនុស្សក៏វាស៊ីដែរឃើញតែវាមើលស្លូតចិត្តទេអត់បានទេបាទកាន់តែធំកាន់តែគួរឲ្យខ្លាចហើយសភាពកាលមុនសម័យមើលបើសិនជានៅក្នុងព្រៃយើងដើរផ្ទះឃើញខ្ញុំនឹងជាយ៉ាងណាហើយរូបរាងរបស់វានឹងគឺមើលទៅគួរឲ្យខ្លាចបាទហើយស្បែករបស់វានឹងមានតម្លៃបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលរស់នៅបាត់ដំបងកុំភ្លេចមកជួយគ្រប់គ្រងខ្ញុំផងខ្ញុំចិត្តចាប់ដើមបើកលក់ហើយបាទជាមួយនឹងតៅហ៊ូអាំងកំពុងតែរៀបចំត្រៀមគាត់ណាជួយដំណឹងបងប្អូនពុកម៉ែបងប្អូនដែលចង់ហូបតៅហ៊ូអាំងបាទខ្ញុំធ្លាប់ទៅធ្វើការកន្លែងគេរយៈពេល3ថ្ងៃហើយក៏ធ្លាប់ធ្វើតៅហ៊ូអាំងសាកដែរក៏ឆ្ងាញ់ទទួលយកបានហើយក៏ផ្សិនទៅនឹងគឺបានពីពូមីងបងប្អូននៅចិត្តដែលគាត់ប្រាប់ថាអូខេអាចទទួលយកបានអញ្ចឹងបងម៉ែបងប្អូនកុំភ្លេចចូលមកសាកមើលថាតើអាចទទួលយកបានអត់ខ្ញុំលក់នៅមុខគម្ភាក5ទល់មុខហាង For UE លក់ចាប់ពីរសៀលទៅពុកម៉ែបងប្អូនរហូតដល់យប់អញ្ចឹងបើសិនជាបងពុកម៉ែបងប្អូនណាចង់កំងអីក៏អាចទំនាក់ទំនងបានទៅតាមលេខទូរស័ព្ទនៅខាងក្រោមវីដេអូនោះពុកម៉ែបងប្អូនបាទ